សូមជម្រាបសួរក៏ដូចសួស្តីទៅកាន់អ្នកទាំងអស់គ្នានៅថ្ងៃនេះផងដែរជួបខ្ញុំបាទម្ដងទៀតហើយនៅថ្ងៃនេះផងដែរខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀប download រូប blog តាមរយៈ eSign ដើម្បីយើងដាក់ skip នៅក្នុង blog proof មុននឹងចូលទៅកាន់វីដេអូសូមអ្នកទាំងអស់គ្នាជួយ subscribe ដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗនៅពេលដែលខ្ញុំផុសពេលក្រោយផងដែរដែលនេះកំណត់ខណ្ឌពេលវេលាយូរតើយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាជាដំបូងសូមអ្នកទាំងអស់គ្នាចូលទៅកាន់ Safari បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចូល link ដែលខ្ញុំបានដាក់នៅខាងក្រោមវីដេអូយកមកផាសនៅក្នុងកន្លែង search បន្ទាប់មកអ្នកទាំងអស់គ្នានឹងមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាអូសទៅខាងក្រោមទៅរកកន្លែង download ដោយសារអ៊ីនធឺណិតរបស់ខ្ញុំរៀង slow ដូចនេះហើយវារៀងមានការរអាក់រអួលបន្តិចមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅកន្លែង download ទី1មកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចលើ allow បន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចលើពាក្យ close បន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចចេញវិញយើងចូលទៅក្នុង setting ដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចចូលទៅតាមកន្លែងដែលខ្ញុំបានដាក់ខ្មែរទៅបន្ទាប់មកវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះដោយសារតែខ្ញុំធ្វើតម្លើងរួចម្ដងអញ្ចឹងខ្ញុំសូម remove មួយចោលសិននៅពេលដែលវានាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ install បើសិនជាអ្នកទាំងអស់គ្នាមានលេខកូដសូមបែរលេខកូដរបស់អ្នកទាំងអស់គ្នាចូលហើយវានឹងនាំមកដល់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅលើ install ម្ដងទៀតបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែថយមកវិញមកអ្នកទាំងអស់គ្នាឃើញ app មួយអ្នកទាំងអស់គ្នាចុចចូលទៅក្នុង app នឹងទៅវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែអូសទៅរក eSign ដើម្បីយើង download សូមទោសអ្នកទាំងអស់គ្នាដោយសារតែ file របស់ខ្ញុំខ្សោយពេកនៅពេលដែលអ្នកទាំងអស់គ្នាចុចចូលវានឹងលុបតាមពាណិជ្ជកម្មបែបនេះសម្រាប់ទូរស័ព្ទដៃដែលមាន iOS ត្រឹម15ចុះក្រោមគឺយើងអាចប្រើតាម app ដោយផ្ទាល់បានទេទោះតែអ្នកទាំងអស់គ្នាមាន iOS ទី16ឡើងទៅសម្រាប់ iOS ទី15ចុះក្រោមវានឹងលុបទាំងសបែបនេះអញ្ចឹងវិធីគឺយើងត្រូវចូលទៅកាន់ Safari ឡើងវិញហើយយើងនៅក្នុង website របស់វាយើងគ្រាន់តែអូសចូលទៅខាងក្រោមទៅរក eSign ដែលយើងត្រូវ downloadអ្នកទាំងនេះគ្រាន់តែចុចយក eSign អាទី1នេះមកវាងាយស្រួលជាង eSign ផ្សេងទៀតតោះមកអ្នកទាំងនេះគ្រាន់តែចុចទៅលើពាក្យ install ហើយអ្នកទាំងនេះគ្រាន់តែថយចេញមកវិញរងចាំឲ្យវា install ពេញខ្ញុំក៏សូមបញ្ជាក់អ្នកទាំងអស់គ្នាផងដែរសម្រាប់ install eSign អ្នកទាំងអស់គ្នាត្រូវតែមាន Wi-Fi ហើយ Wi-Fi មួយនោះគឺមិនមែនជាចេញមកពីទូរស័ព្ទទេគឺត្រូវចេញមកពីដុំ Wi-Fi ទើបយើងអាច install វាបាននៅពេលដែលអ្នកទាំងអស់គ្នា install វាពេញហើយសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់ eSign នៅពេលដែលអ្នកទាំងអស់គ្នាចុចទៅលើវានឹងចេញផ្ទាំងបែបនេះសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ complete បន្ទាប់មកអូសទៅរកពាក្យ setting ហើយយើងចុចចូលវាតោះមកសូមអ្នកទាំងអស់គ្នាចុចតាមតែខ្ញុំបានដាក់រង្វង់ខ្មៅៗហ្នឹងទៅនៅត្រង់កន្លែងនេះសូមចុចទៅតាមដែលខ្ញុំបានប្រាប់នឹងបន្ថែមទៀតនៅពេលដែលអ្នកទាំងអស់គ្នាចុចរួចហើយសូមចុចថយមកវិញហើយយើងចុចចូលទៅក្នុង eSign នៅត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ agree ដែលនៅខាងលើនៅពេលដែលអ្នកទាំងអស់គ្នាចុចចេញបែបនេះហើយសូមអ្នកទាំងអស់គ្នាចុចថយទៅវិញបន្ទាប់មកសូមចុចទៅលើ Safari ឡើងវិញបន្ទាប់មកសូមអូសឡើងទៅលើវិញបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចទៅកន្លែង download ទី2ដែលខ្ញុំបានដាក់ខ្មៅពីលើហ្នឹងហើយបន្ទាប់មកសូមចុចទៅលើពាក្យ download បន្ទាប់មកវានឹង download file មួយឲ្យអ្នកទាំងអស់គ្នាសូមមើលឈ្មោះវាដើម្បីយើងចូលទៅដាក់នៅក្នុង eSign បន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចថយមកវិញហើយចុចចូលទៅក្នុង eSign បន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចទៅលើ tray 3ហើយយកទី2បន្ទាប់មកវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះសូមចុចថយទៅវិញហើយចុចទៅលើកន្លែង download បន្ទាប់មកអ្នកទាំងអស់គ្នាអូសទៅរកឈ្មោះ file ដែលអ្នកទាំងអស់គ្នាបាន download អំបញ្ញមិញនៅពេលដែលអ្នកទាំងអស់គ្នារកឃើញវាហើយសូមអ្នកទាំងអស់គ្នាចុចទៅលើវាបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចទៅលើ file ដែលអ្នកទាំងអស់គ្នាបានយកមកដាក់បន្ទាប់មកសូមចុចលើពាក្យ unzip បន្ទាប់មកវានឹងចេញ file មកមួយទៀតសូមអ្នកទាំងអស់គ្នាចុចទៅលើវាបន្ទាប់មកចុចទៅលើ eSign មកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចចេញពី eSign វិញហើយយើងចូលទៅកាន់
Safari ដើម្បីយើងទៅមើលឈ្មោះ e-sign មួយណាដែលយើងបាន download ដើម្បីយើងទៅពេលអ្នកចូលចេញហើយសូមចុចទៅកាន់ Safari រួចសូមអ្នកទាំងអស់នេះអូសទៅខាងក្រោមទៅរក e-sign មួយណាដែលយើងបាន download អំបញ្ញមិញនេះជា e-sign ដែលខ្ញុំបាន download អំបញ្ញមិញអញ្ចឹងនៅខាងក្រោម e-sign ហ្នឹងវាមានឈ្មោះរបស់ file ដែលយើងត្រូវយកដាក់ចូលក្នុង e-sign បន្ទាប់ពីអ្នកទាំងអស់គ្នាមើលរួចហើយសូមអ្នកទាំងអស់គ្នាចុចថយចុចទៅវិញទៅចូលក្នុង e-sign ហើយយើងនឹងយក file ដែលយើងត្រូវដាក់បន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចតាមខ្ញុំដែលខ្ញុំបានដាក់អាខ្មៅពីលើហ្នឹងបន្ទាប់ពីអ្នកទាំងអស់គ្នាចុចរួចហើយអ្នកទាំងអស់គ្នាអាច install game បានតាមចិត្តបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចថយមកវិញហើយចុចចូលទៅកាន់ Safari បន្ទាប់មកសូមអ្នកទាំងអស់គ្នាយក link របស់ខ្ញុំមួយទៀតដែលខ្ញុំបានដាក់នៅខាងក្រោមវីដេអូខ្ញុំបានដាក់កន្លែង search បន្ទាប់មកវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាអូសទៅខាងក្រោមទៅរកពាក្យថា download បន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ download ហ្នឹងទៅបន្ទាប់មកវានឹងចេញផ្ទាំងបែបនេះសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យថា free download មកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុច download file ហ្នឹងទៅព្រោះវាជា file Roblox បន្ទាប់មកវានឹងចេញផ្ទាំងបែបនេះសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ download ហើយយើងរងចាំការ download វាឲ្យពេញអូខេអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាបាន download វាពេញហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចងចាំឈ្មោះវាទុកបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់ e-sign របស់យើងវិញបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់កន្លែង track 3បន្ទាប់មកចុចយកអាទី2នៅត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាថយទៅរកពាក្យ download បន្ទាប់មកសូមអ្នកទាំងអស់គ្នាអូសទៅរក file របស់យើងគឺជា delta 2.701 នៅពេលដែលអ្នកទាំងអស់គ្នារកវាឃើញហើយសូមអ្នកទាំងអស់គ្នាចុចទៅលើវាបន្ទាប់មកវានឹងនាំអ្នកទាំងអស់គ្នាចូលមកកាន់ e-sign សូមអ្នកទាំងអស់គ្នាចុចលើវាម្ដងទៀតហើយបន្ទាប់មកចុចទៅលើពាក្យ unzipបន្ទាប់មកវានឹង load file មួយទៀតសូមអ្នកទាំងអស់គ្នាចុចទៅលើ file មួយហ្នឹងដែលខ្ញុំបានដាក់រង្វង់ខ្មៅហ្នឹងបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់រូប block app បន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចយកទី1ដែលខ្ញុំបានដាក់រង្វង់ខ្មៅបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចទៅលើកន្លែងពណ៌ក្រហមដែលខ្ញុំបានដាក់រង្វង់ខ្មៅបន្ទាប់មកវានឹងចេញផ្ទាំងបែបនេះសូមអ្នកទាំងអស់គ្នារងចាំឲ្យវារហូតចេញពាក្យ installអូខេនៅពេលដែលវាចេញបែបនេះសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ install បន្ទាប់មករងចាំវាដល់100នៅពេលដែលវាដល់100ហើយសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ install ម្ដងទៀតបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចថយវិញយើងគ្រាន់តែរងចាំឲ្យរូប block install ពេញតែប៉ុណ្ណោះអូខេអ្នកទាំងអស់គ្នាសម្រាប់វីដេអូនេះក៏មានត្រឹមតែប៉ុណ្្នឹងដូចគ្នាសង្ឃឹមថាពួកយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ